Ok, trongចំណុចបន្តបន្ទាប់នេះនៅគូដាក់រូបឲ្យពួកយើងមើលដែរតើនឹងមេរៀនបន្តស្របបន្តកែងរបស់យើងអញ្ចឹងកាលពីវីដេអូមុននេះคุณครูបានបង្ហាញពីបន្ទាត់ស្របរួចហើយអញ្ចឹងវីដេអូនេះប្រកាសជានិយាយអំពីបន្ទាត់កែងហើយអញ្ចឹងយើងមកមើលពិនិត្យមើលរូបសិនថាតើបន្ទាត់កែងហ្នឹងយើងឃើញនៅកន្លែងណាខ្លះនេះអ្នកគ្រូឧទាហរណ៍នៅខាងក្រៅឲ្យអញ្ចឹងយើងអាចសង្កេតមើលនៅផ្ទះរបស់យើងឬក៏នៅក្នុងថ្នាក់រៀនមុខវិជ្ជាផ្សេងក៏ដោយក៏សុទ្ធតែយើងឃើញបន្ទាត់កែងដែរពីព្រោះតើតើក្នុងសំណង់អគារគឺសម្បូរណាស់ប្រើប្រាស់បន្ទាត់កែងជាមួយនឹងបន្ទាត់ស្រោបឥឡូវយើងមកមើលទាំងអស់គ្នាអញ្ចឹងបើសិនជាពួកយើងសង្កេតមើលសសរនេះចាសសរនេះគឺស្រោបនេះនៅគ្រូយកអាគារហ្នឹងចំអ្នកគ្រូរើអាគារណាដែលអាចប្រើប្រាស់បន្ទាត់ស្រោបបន្ទាត់កែងបានច្រើនណាហើយបើសិនជាយើងសង្កេតឃើញថានេះចាអាសសរហ្នឹងជាមួយនឹងអឺជ្រុងខាងនេះអ្នកគ្រូគូហ្នឹងគឺកែងគ្នានេះ ចាអញ្ចឹងអាទ្វារនេះសំទោសអាបង្កាន់នេះចាជាមួយនឹងអានេះក៏វាកែងដែរឃើញទេរូបភាពមួយនេះគឺកែងច្រើនមែនតើអញ្ចឹងអាកន្លែងនេះទ្វារនេះយើងឃើញទេនេះក៏កែងដែរណាមានកន្លែងណាទៀតដែលកែងចានេះផ្អួចចាផ្អួចកន្លែងនេះកែងតែបើយើងនិយាយពីបន្ទាត់ស្រូបក៏បានដែរយើងនិយាយអំពីអានេះជាអាចចាត់ទុកជាទទឹងនៃបង្អួចទេបន្តទៀតមកអាខាងលើនេះបដោយនៃបង្អួចចឹងទៅគឺសុទ្ធតែស្របសូម្បីតែអាខាងក្នុងប្អួចនេះក៏វាស្របគ្នាដែរនេះឃើញទេចានេះទ្វារនេះសុទ្ធតែស្របហើយកែងនេះក៏វាមានដែរនេះកែងគ្នាអញ្ចឹងបានថាអាបន្ទាត់ហ្នឹងគឺជាមូលដ្ឋានគ្រឹះរបស់ធរណីមាត្រដែរគេយកបន្ទាត់ហ្នឹងទៅគុំនេះចេញជាចតុកោណកែងឃើញទេពេលយើងយកបន្ទាត់4ហ្នឹងមកគុំបញ្ចូលគ្នាមកចេញចតុកោណកែងហើយយើងគុំវា ចឹងផ្ទះនេះឃើញមានកន្លែងដែលជាបន្ទាត់ស្រោបបន្ទាត់កែងនឹងច្រើនជួយយើងអាចពិនិត្យមើលបានអឺចាអញ្ចឹងមិនត្រឹមតែផ្ទះមិនត្រឹមតែអគារទេហើយអគារខ្លះក៏គេពេញនិយមធ្វើម៉ូដបែបផ្សេងប្លែកដែរយើងអាចទៅ search មើលអគារនៅលើ Google បានណាអញ្ចឹងត្រឡប់មករូបភាពខាងក្រោមនេះគឺតកតងជាមួយនឹងតុចាបើសិនជាយើងឧទាហរណ៍ថាតុកែងអញ្ចឹងអត់ច្បាស់ទេកន្លែងណារបស់តុដែលវាកែងណា ចឹងយើងអាចនិយាយថាកេមតុកនេះយើងនិយាយតុកទាំងមូលហ្មងមិនយើងវាអត់ច្បាស់កន្លែងណាដែលវាកែងណាដល់ពេលនេះជើងតុកនេះវាស្របវិញចឹងអាកេមខាងនេះជាមួយនឹងកេមខាងនេះវាកែងប៉ុន្តែបើសិនជាកេមខាងមុខនិងកេមខាងក្រោយនេះវាស្របគ្នាវិញវីដេអូមុនយើងក៏បានឃើញព្យ៉ាណូដែរយើងឃើញព្យ៉ាណូនេះស្របចុះកែងវិញចាកន្លែងនៃកែងច្រើនសឹងអីហ្នឹងនេះ ហើយនៅមានច្រើនជាងនឹងទៀតដែរក្នុងជីវភាពរស់នៅរបស់យើងដែលពួកយើងឃើញហ្នឹងសូម្បីតែអាគីចុច piano ពណ៌សហ្នឹងក៏វាកែងគ្នាដែរនេះឃើញទេនេះសុទ្ធតែវាកែងហើយពេលខ្លះវាអត់កែងចំទេគេរៀងឆិតវាបន្តិចឲ្យវាស្រួចឲ្យវារៀងកុំឲ្យវាស្រួចពេកចឹងកែងពេកហ្នឹងហើយវាអត់សូវស្អាតអីចឹងទៅតែយើងអាចចាត់ទុកកន្លែងហ្នឹងក៏សុទ្ធតែកែងទាំងអស់សូម្បីតែចដាផ្ទះដែលយើងឡើងនេះក៏គេចាប្រើប្រាស់កែងដែរ នេះនិមិត្តសញ្ញាទេនិមិត្តសញ្ញាចរាចរណ៍ក៏ជាសញ្ញាបូកហ្នឹងក៏វាកែងដែរចានេះវាកែងគ្នាជាមួយនេះតោះមើលរូបតទៀតនេះមិញអ្នកគ្រូបង្ហាញឲ្យតទៅនឹងមេទៅនឹងក្រងទ្វារណាសំខាន់នេះគឺតកតងជាមួយនឹងផ្លូវ8/4ណាផ្លូវនេះផ្លូវ8/4ចាផ្លូវ8/4វាកែងនេះរូបភាពអាគារចាអាគារនេះគឺស្របឯនេះនិយាយពីបន្ទាត់ស្របចឹងទៅដល់ទៅពេលអាគូមុននេះវិញគឺកែងចា គឺកែងជាមួយនឹងអបឈរហ្នឹងអបដិកែងអបឈរតែគ្រូគាត់ថាវាអត់សូវពិបាកអីចំណុចកន្លែងនេះហ៎គាត់ថាពេលខ្លះយើងអត់ដឹងថាអាគារវាមានអញ្ចឹងទៅតែបើឲ្យសួរថាយើងស្គាល់យើងស្គាល់កែងស្របអីហ្នឹងយើងពេលខ្លះយើងឃើញច្រើនជាងអ្នកគ្រូផងអញ្ចឹងដល់ពេលអាគារនេះតែគេធ្វើម៉ូដធ្វើអីអញ្ចឹងមិនសំខាន់ទេសំខាន់គឺអានេះវាស្របហើយអាកលៈនេះវាកែងគេធ្វើអញ្ចឹងតែពេលខាងនេះក៏អញ្ចឹងដែរខាងនេះមកខាងស្ដាំដៃនេះ ពេលយើងថតចឹងទៅយើងឃើញថាវាអត់កែងទេណាក៏ប៉ុន្តែបើមិនយើងថតឲ្យចំប្លង់នេះគឺជាប្លង់ដែលកែងណាធ្វើជាចតុកោណកែងក៏មិនដឹងជាការ៉េក៏មិនដឹងដោយសារគេថតពីចំហៀងទៅអូខេអញ្ចឹង
ទាត់កែងគឺត្រូវបានបញ្ចប់ធំហ្នឹងហើយតើតើនឹងរូបភាពដែលយើងឃើញក្នុងការរស់នៅឥឡូវយើងមកចូលមកដល់ក្នុងមេរៀនរបស់យើងចឹងមុននឹងចូលដល់បន្ទាត់កែងហ្មងអ្នកគ្រូធ្វើលំហាត់គំរូឲ្យមួយសិនតើតើនឹងបន្ទាត់ស្របខាងលើដោយសារតែវីដេអូមុនហ្នឹងគឺផ្លេចធ្វើគឺវានៅខាងក្រោមហ្នឹងណានៅខាងក្រោមទំព័រចឹងយើងមកមើលទាំងអស់គ្នាបន្តិចសិនចាំយើងចូលបន្ទាត់កែងណាហាត់គំរូគេគូបន្ទាត់ពីរស្របគ្នាត្បូងហ្នឹងគេគូបន្ទាត់ពីរស្របគ្នាគឺយក D1 D2 មកណាបន្ទាត់ពីរ D1 D2 គេគូឲ្យស្របគ្នាបន្តមកទៀតគេគូបន្ទាត់ទី3ស្របបន្ទាត់ទី1ណាគេគូបន្ទាត់ទី3ស្របនឹងបន្ទាត់ទី1គឺ D3 នេះគេគូពួកដៃគេគឺស្របជាមួយនឹង D1 ទេចឹងគេសួរថាតើបន្ទាត់ទាំងបន្ទាត់ទី3តើបន្ទាត់ទី3ស្របនឹងបន្ទាត់ទី2ឬទេយើងមើលយើងមើលទៅឃើញស្របណាដំបូងគេមានបន្ទាត់ D1 D2 នេះវាស្របគ្នាស្រាប់តែគេគូ D3 នេះឲ្យស្របជាមួយនឹង D1 ចឹងសរុបមកគេសួរថាតើ3នាក់ហ្នឹងណាសំទោសសរុបមកគេសួរថាតើ D3 នេះបន្ទាត់ទី3នេះស្របនឹងបន្ទាត់ទី2ឬអត់ចាអញ្ចឹងគឺបន្ទាត់ទី3ស្របនឹងបន្ទាត់ទី2ចឹងចម្លើយហ្នឹងយើងមើលគេសរសេរជាពាក្យហើយពាក្យរេហើយគឺគេធ្វើជានិមិត្តសញ្ញាតា D1 D2 D3 បន្ទាត់ទី1ទី2ទី3អញ្ចឹង D1 និង D2 ដំបូងឡើយគឺគេមាន D1 និង D2 ស្របគ្នាបន្តទៀតមកគេទៅគូ D3 ឲ្យស្របនឹង D1 ចាអញ្ចឹងគេហៅតាមលក្ខណៈឆ្លងគូសរសេរងាយស្រួលយល់ណាគេហៅលក្ខណៈឆ្លងនេះគេដាក់ថា D1 ស្របជាមួយនឹង D2 ហើយ D1 នឹងឯងក៏ស្របជាមួយនឹង D3 គេហៅថាលក្ខណៈឆ្លងណាចាតាមលក្ខណៈឆ្លងហ្នឹងគឺគេបែននេះ D1 D2 ចា D1 D1 ដូចគ្នាអញ្ចឹងគេបាក់ D2 នេះជាមួយនឹង D3 នេះក៏វាស្របគ្នាដែរគេហៅថាលក្ខណៈឆ្លងអញ្ចឹងសរុបមកទាំង3នាក់ហ្នឹងគឺស្របគ្នានឹងឯងអញ្ចឹងសរុបមកចាសរុបមកវិញមកគឺមានន័យថា D1 ស្រប D2 ហើយក៏ស្របជាមួយនឹង D3 ដែរអូខេអញ្ចឹងលំហាត់គំរូហ្នឹងចប់ត្រឹមហ្នឹងតោះយើងមកមើលបន្ទាត់កែងរបស់យើងបន្តទៀតមិញហ្នឹងគឺយើងទៅរៀនអំពីការអនុវត្តឬក៏ការរយៈបន្ទាត់កែងទៅប្រើប្រាស់ឥឡូវចូលមកដល់ក្នុងធននិមិត្តក្នុងសភៅវិញក្នុងគណិតវិទ្យាវិញតើបន្ទាត់កែងគេតាំងដោយនិមិត្តសញ្ញាអីគេហើយគេគូររូបបែបណាមកយើងមកមើលឧទាហរណ៍គឺផ្លូវបំបែកជា4នេះយើងបានមើលហើយក្រឡាឈើត្រង់ចាក្រឡាឈើត្រង់បន្ទាត់កែងចាបន្ទាត់កែងយើងដែលយើងទិញប្រើបន្ទាត់កែងដែលយើងទិញប្រើហ្នឹងអូខេឧទាហរណ៍ទាំងអស់ខាងលើនេះគឺសុទ្ធតែហៅថាបន្ទាត់កែងវាជាសញ្ញាណមួយបញ្ជាក់អំពីបន្ទាត់តែកែងតោះឧទាហរណ៍ទី2បើបន្ទាត់ D និង D' ណា D បន្តយើងឃើញគេសរសេរថា D ហើយគេបន្តមួយនៅខាងស្ដាំដៃហ្នឹងគេហៅថា prim គេហៅថា prim ណាគេហៅ prim អញ្ចឹង D prim នៅក្នុងប្លង់មួយនេះជួបទៀតហើយពាក្យនៅក្នុងប្លង់មួយអញ្ចឹងពេលដែលយើងអានធននិមិត្តយើងអានហើយយើងត្រូវដឹងថាវាជាស្អីគេណោះយើងប្រហែលជាផ្លិចទេនេះអាចនឹងមើលវីដេអូទី1ទៅកុំភ្លេចនឹកឃើញអីគេប្លង់ណាប្លង់ជាផ្ទៃរាបស្មើដែលមានជុំវិញខ្លួនយើងឧទាហរណ៍ផ្ទៃกระดาษខៀនឬមួយក៏ផ្ទៃกระดาษសៀវភៅដែលយើងសរសេរហ្នឹងគឺក៏គេហៅថាប្លង់ដែរអញ្ចឹងគេយក D1 D2 ទៅគូរលើសៀវភៅចាក៏គូរលើกระดาษខៀនតោះលក្ខខណ្ឌអីទៀតនៅក្នុងប្លង់មួយដែលមានចំណុច O មួយហើយផ្គុំបានមុំកែងមួយគេថា D និង D' កែងគ្នាត្រង់ O គេកំណត់សរសេរនិមិត្តសញ្ញាក្នុងគណិតណាគេសេ D' អក្សរ T ផ្កាប់ចា D អក្សរ T ផ្កាប់ D' អញ្ចឹងអក្សរ T ផ្កាប់តំណាងពាក្យថាកែងនេះអញ្ចឹងគេប្រាប់ថានៅក្នុងប្លង់តែមួយឧទាហរណ៍ថាអ្នកគ្រូគូរលើក្តារខៀនអញ្ចឹងបន្ទាត់មួយទៀតណាឧទាហរណ៍អ្នកគ្រូគូរបន្ទាត់ D នៅលើក្តារខៀនសិតតែបន្ទាត់ D' នឹងគ្រូទៅគូរលើសៀវភៅពួកយើងអញ្ចឹងមានន័យថានៅលើប្លង់ដែរមិនដែលប្លង់ពីរផ្សេងគ្នាចង់ឲ្យប្លង់ពីរដូចចង់ឲ្យប្លង់ពីរប្លង់នៅក្នុងប្លង់តែមួយតើទៅយកទៅគូរលើក្តារខៀនបើសិនអ្នកគូរលើក្តារខៀនបន្ទាប់មកទៀតតើគូរលើក្តារខៀនដែរអូខេអញ្ចឹងឡើយហ្នឹងយល់ហើយណាអូខេអញ្ចឹងបន្តមកទៀតមកគេថាបើសិនជា D និង D' នេះគុំគ្នាមកសិតតែបានមុំកែងមួយហើយគឺត្រង់ O
ចឹងគេថា D ហើយ D prim ហ្នឹងគឺកែងគ្នាកែងត្រង់ O ចាអូខេអញ្ចឹងចូលមកដល់ជាទូទៅបន្ទាត់ឬកន្លះបន្ទាត់ឬអង្កត់ណាមានដល់ទៅ3បន្ទាត់ក៏បានកន្លះបន្ទាត់ក៏បានអង្កត់2ក៏បាននៅក្នុងប្លង់តែមួយហើយកែងគ្នាកាលណាវាកាត់គ្នាហើយគុំបានជាមុំកែងមួយតោះយើងមកមើលបន្ទាត់ស្អីគេបន្ទាត់ជាខ្សែត្រង់គ្មានព្រំដែនកំណត់ណាបន្ទាត់ជាខ្សែត្រង់គ្មានព្រំដែនកំណត់បន្ទាត់ជាខ្សែត្រង់គ្មានព្រំដែនកំណត់នេះចឹងមានន័យថាអាចបន្លាយបានតទៅទៀតអាចបន្លាយបានទៅឆ្វេងទៅស្ដាំឡើងលើចុះក្រោមនឹងគេហៅថាបន្ទាត់ហើយចឹងកាលណាដែលវាផ្គុំបានមុំកែងមួយគឺគេហៅបន្ទាត់ពីរហ្នឹងចាកែងគ្នាហើយណាគេប្រើពាក្យបន្ទាត់ពីរកែងគ្នាចុះបើសិនជាយើងមានកន្លះបន្ទាត់វិញបើសិនជាមានជាកន្លះបន្ទាត់វិញណាកន្លះបន្ទាត់ស្អីគេកន្លះបន្ទាត់និយមន័យកន្លះបន្ទាត់គឺជាបន្ទាត់ដែលមានព្រំដែនតែម្ខាងឯងចឹងឧបមាថាអ្នកគ្រូមានកន្លះបន្ទាត់ OH នេះអានេះជាកន្លះបន្ទាត់ហើយពី O ទៅ H ហើយតទៅទៀតមកមានកន្លះបន្ទាត់ OY មួយទៀតឃើញទេគេហៅថាកន្លះបន្ទាត់ហ៎គឺខាង O នេះបន្លាយអត់បានទេបើជាបន្ទាត់គឺខាង O ហ្នឹងបន្លាយចុះក្រោមបានហើយខាងឆ្វេងបន្លាយទៅខាងនោះបានតែវាគឺជាកន្លះបន្ទាត់ចឹងបើកន្លះបន្ទាត់យើងបន្លាយបានតែខាងស្ដាំទេនេះខាងនេះគល់នេះគឺបន្លាយបានអានេះក៏បន្លាយឡើងទៅលើបានដែរឃើញទេគឺបានមុំកែងមួយគេហៅថាកន្លះបន្ទាត់កែងគ្នាគេហៅថាកន្លះបន្ទាត់កែងគ្នាកន្លះបន្ទាត់ពីរនាក់ហ្នឹងកែងគ្នាចឹងបញ្ចប់កន្លះបន្ទាត់កែងគ្នាចូលដល់ចុងក្រោយគេគឺអង្កត់ពីរស្អីគេអង្កត់មានព្រំដែនទាំងសងខាងបើសិនជាអ្នកគ្រូដាក់ A B ចឹងណាបន្លាយអត់បានទេទៅស្ដាំក៏អត់ទៅឆ្វេងក៏អត់ណាអង្កត់គឺបន្លាយអត់បានទេប្រវែងត្រឹមណាគឺនៅត្រឹមហ្នឹងចឹងអង្កត់មួយទៀតអ្នកគ្រូមានគឺអង្កត់អីគេអង្កត់ AC ចឹងអញ្ចឹង AC ក៏បន្លាយអត់បានដែរខាងនេះក៏អត់បានខាងនេះក៏បន្លាយអត់បានចាគឺបានតែខាង C ឯងសំទោសអត់បានទាំងសងអត់បានទាំងអស់ប្រវែងណាគឺនៅប្រវែងហ្នឹងដោយសារតែវាជាអង្កត់ចឹងគេថាអង្កត់ពីរហ្នឹងគឺកែងគ្នាលក្ខណៈកែងចាវាអាចអង្កត់វាអាចបន្ទាត់វាអាចកន្លះបន្ទាត់ចឹងទៅលក្ខណៈស្រូបក៏អាចដែរតែលក្ខណៈស្រូបក៏គេប្រើអញ្ចឹងបានដែរគេប្រើបន្ទាត់ក៏បានកន្លះបន្ទាត់ក៏បានអង្កត់ក៏បានដែរអូខេអញ្ចឹងពួកយើងស្ដាប់ប៉ុណ្ណឹងអាចយល់បានច្រើនណាអូខេអញ្ចឹងមកដល់លំហាត់គំរូខ្លឹមសារមេរៀនយើងបានបញ្ចប់ហើយយើងចូលមកមើលលំហាត់គំរូហាត់គំរូគេឲ្យ AX និង AY អញ្ចឹងកាលណាដែលគេសរសេរអក្សរតូចមួយធំមួយអក្សរធំនៅផ្ដើមអញ្ចឹងគេហៅថាកន្លះបន្ទាត់ដែលយើងនិយាយអ្នកគ្រូបញ្យល់មិញថាយើងបន្លាយចុះខកមកបានទេបន្លាយមកខាងឆ្វេងក៏អត់បានដែរនឹងគេហៅថាកន្លះបន្ទាត់យើងបន្លាយបានទៅខាងចុងខាងស្ដាំហើយនឹងឡើងលើទេចាអញ្ចឹងគេប្រាប់យើងថាពីរនាក់ហ្នឹងកែងគ្នាចុះបើកែងយើងដឹងថាមុំកែងគឺ90ដឺក្រេហើយមុំ x a y នេះមុំអាធំហ្នឹងណាឬក៏យើងហៅមុំ y a x យើងហៅចេះវិញក៏បានដែរចាមុំធំហ្នឹងគឺ90ដឺក្រេគេមិនប្រាប់ថាកើទេប៉ុន្តែយើងដឹងថាវាកែងគ្នាចឹងតែវាកែងវាផ្គុំបានមុំកែងហើយផ្គុំបានមុំកែងគឺ90ដឺក្រេហើយគេប្រាប់យើងថាមុំ មុំ XAO ចាមុំ XAO នេះមុំនេះចាមុំនេះគេប្រាប់យើងថាមានរង្វាស់ស្មើ4ដងស្មើ4ដងណាស្មើ4ដងនៃមុំ YAO ឧបមាថា YAO នឹង10អញ្ចឹងមុំនេះមិនគេប្រាប់ថា4ដងណាចា4ដងគឺមានន័យថា40ដឺក្រេហើយចា4ដងគឺ40ដឺក្រេមានន័យអញ្ចឹងណាតែលំហាត់នេះជាក់ស្ដែងយើងទៅកណនាសិនមិនប្រកាសតែឃើញ40អញ្ចឹងឯងគេឲ្យយើងកណនារកតែមុំ XAO ទេគេឲ្យយើងរកតាមមុំ XAO អាធំនេះទេអាតូចនេះមិនបាច់រកឲ្យគេក៏បានដែរប៉ុន្តែបើសិនជាលំហាត់តាក់ទងតទៅរកមុំ X មុំYAO ឲ្យឃើញមុនហ្នឹងណាឃើញ YAO ហើយបានឃើញអានេះចាំជាងរកទៅតែបើគេអត់សួរទេបើសិនជាលំហាត់អត់មានជាប់តាក់ទងវាទេមិនបាច់រកទេតោះចុះមកមើលចម្លើយទាំងអស់គ្នាចម្លើយគេឲ្យគេមានតែអាហ្នឹងគឺគេសរសេរបំរាប់
អីដែលគេប្រាប់ណាអីដែលគេឲ្យអីដែលគេប្រាប់ហ្នឹងគេហៅថាបំរាប់ហើយគេសរសេរឡើងវិញគេមាន AX និង AY កែងគ្នានោះចាចឹងបើសិនជា AX និង AY កែងគ្នាមុំទាំងអស់ហ្នឹងគឺមុំកែងណាមុំទាំងអស់ហ្នឹងមុំកែងប៉ុន្តែមុំទាំងអស់នេះគឺវាមានមុំនៅក្នុងនឹងពីរតូចតូចទៀតណាគឺមុំនេះជាមួយនឹងមុំនេះចាអញ្ចឹងហើយយើងត្រូវយកមុំពីរហ្នឹងបូកគ្នាឲ្យឃើញ90ដឺក្រេអញ្ចឹងគេក៏សរសេរថាមុំ XAO មុំ XAO បូកជាមួយនឹងមុំ YAO នេះ XAO បូក YAO ចាស្មើ90ដឺក្រេហើយគេប្រាប់ទៀតមិញហ្នឹងគេប្រាប់យើងប៉ុន្មានកន្លែងគេប្រាប់កន្លែងនេះមួយហើយគេប្រាប់កន្លែងនេះមួយទៀតបំរាប់គេមានពីរកន្លែងសំខាន់ណាគេប្រាប់ថាអញ្ចេះ XAO នោះស្មើ4ដងនៃមុំ YAO ចាបើស្មើ4ដងមុំ YAO យើងជំនួសចូលទៅពួកយើងធ្វើបែបនេះរៀងសាំញ៉ាំបន្តិចចាធ្វើនេះរៀងសាំញ៉ាំបន្តិចចាំព្យាយាមមើលណាអឺយើងទាញរកមុំអីគេយើងទាញរកមុំYAO យើងទាញរកមុំ YAO សិនក៏បានឬក៏យើងអត់ទាញរកមុំ YAO ទេយើងទាញរកមុំ XAO លំហាត់នេះគឺទាញរកមុំ XAO យកតែម្ដងចឹងបើយើងចង់ឲ្យជាប់ XAO យើងឃើញទេមិនត្រង់នេះអ្នកគ្រូ highlight មួយសិនត្រង់នេះជាចំណុចសំខាន់ណាបន្តទៀតមកអានេះគឺចំណុចសំខាន់ទី2ចឹងគេទាញរកយើងដឹងហើយបើ4ដងមុំ XAO ស្មើ4ដងនៃមុំអី YAO ចឹងបើអ្នកគ្រូចង់បានមុំ YAO មិនសួរថាអញ្ចឹងមិនក៏ចង់បាន YAO ចឹងអ្នកគ្រូចង់ជំនួសចូលក្នុងនេះគឺយើងអត់ចង់បាន YAO នឹងទេពេលដែលយើងដោះស្រាយយើងចង់បានតានេះមួយឯងអញ្ចឹងមានថាយើងជំនួសចូលដើម្បីបំបត្តិយើងមករកអាហ្នឹងមកដើម្បីជំនួសអីចូលមកបំបត្តិអាមុំហ្នឹងប៉ុន្តែត្រូវប្រកាសថាមុំយើងរកឃើញហ្នឹងត្រូវឲ្យជាប់ទាក់ទងនឹងមុំ XAO នេះចាអញ្ចឹងតាមរយៈបំរាប់យើងបើ XAO ស្មើ4ដង YAO អញ្ចឹង YAO យកមុំ XAO ហ្នឹងចែកជា2វិញទៅចាមុំយកមុំ XAO ហ្នឹងទៅចែកជា2វិញទៅចែកជា4ណាចែកជា4ចាចែកជា4ចឹងគេសរសេរថា1/4មុំ XAO នេះឃើញទេយើងសរសេរតាមបែបនេះក៏ឲ្យត្រូវសរសេរតាមបែបនេះក៏ឲ្យត្រូវដែរក្នុងសភៅឃើញគេសរសេរទម្រង់ទី2នេះតោះចឹងត្រឹមនេះយល់ហើយចាបន្តមកទៀតមកពេលយើងគណនាគឺតម្រូវភាគបែងនេះតម្រូវភាគបែងឡើងទៅលើទៅដល់ភាគបែងឡើងទៅលើទៅ XAO នេះភាគបែងវា1អញ្ចឹងចង់បានភាគបែង4ស្មើគ្នាចង់បានភាគបែងរួមស្មើ4អញ្ចឹងត្រូវគុណឡើងចាអញ្ចឹងនឹងគុណឡើងគ្រូសេឲ្យមួយណាព្យាយាមមើលបន្តិចវារៀងសាំញ៉ាំគឺអត់ទាន់ហ៊ានសម័យការ XAO នេះស្មើជាមួយនឹង90ដឺក្រេចឹង XAO មិញនេះណាគ្រូយកភាគបែងវា1ចាភាគបែង1ចឹងភាគបែងរួមវា4ចុះភាគបែងរួម4នឹងត្រូវគុណលើខមកមិនចឹងទេគុណខាងលើនឹង4មក XAO គុណខាងក្រោមនឹង4ចុះបាត់4ចេះហើយបាត់បូកជាមួយនឹងអានេះណាគ្រូគុណឡើងហ្មងណាគឺគ្រូយក XAO នេះគុណឡើងជាមួយ1ហ៎ចែកគុណឡើងមួយបាត់ XAO ទៅដែរហើយចែកជា4មកស្មើ90ដឺក្រេចឹងវាបែងរួមដូចគ្នាយើងបូកចូលគ្នាមកមិនឃើញ5ដងអានេះមិន4ដងមុំ XAO ហើយបូកនឹង XAO ម្ដងទៀតមកឃើញ5ដងមុំ XAO ចែកជា4ស្មើ90ដឺក្រេរបៀបនៃការដោះស្រាយគឺយើងអាចបោះ4នេះទៅ4នឹងចែកចឹងយើងគុណចាន័យថា5ដងមុំ XAO ស្មើជាមួយនឹង90ដឺក្រេគុណនឹង4ចាចឹងយើងទាញរកមុំ XAO ចឹងបើសិនជាចែកបោះទៅគុណបើសិនជាគុណបោះទៅចែកតិច5នេះយើងគុណជាមួយមុំឯងតែពេលទាញរកមុំ5ហ្នឹងទៅជាភាគបែងគេវិញចាអញ្ចឹងប៉ុណ្ណឹងចឹងមកយើងមើលសភៅឲ្យឆ្ងល់ថាថៃมันបានប៉ុណ្ណឹងចាគឺមកពីគេទាញបែបហ្នឹងឯងចឹងកណនាមកឃើញ72ដឺក្រេចាអញ្ចឹងមុំ XAO យើងរកឃើញហើយគឺ72ដឺក្រេអញ្ចឹងពួកយើងអាចបើក
វីដេអូនេះមើលជឿនមើលម្ដងអត់យល់ឡើងណាទៀតអាចសួរអ្នកគ្រូតាមក្រោយអានេះវារៀនសំញាំបន្តិចតកតងនឹងការដោះស្រាយណាដោយសារវាអាចនឹងនៅកម្រិតមេរៀនទី9អត់មេរៀនថ្នាក់ទី7ប៉ុន្តែនៅមេរៀនទី9យើងរៀនចិត្តដល់ហើយមើលលេងសិនទៅអត់សូវយល់ចាំយើងពិសាគ្នាទៀតអូខេចឹងលំហាត់គំរូនេះក៏បានបញ្ចប់ដែរយើងចូលមកដល់លំហាត់ក្នុងមេរៀនយើងវិញនេះវាស្តៀងនឹងបន្ទាត់ស្របដែរទេណាគ្រូក៏មានសុជាសំណួរសួរយើងថាតើគូបន្ទាត់ណាខ្លះដែលជាបន្ទាត់កែងមើលចាអញ្ចឹងបន្ទាត់កែងទី1កែងឯងអត់កែងទេទី1ស្របឲ្យពេញទំហឹងណោះរៀនហើយអីទី2ដាក់សញ្ញាកែងប្រព័ន្ធណាណយចាទី2គឺកែងគេឲ្យសរសេរបញ្ជាក់ផងអញ្ចឹងបើណាដែលមិនកែងទេយើងគ្រាន់តែសរសេរប្រាប់ថាបន្ទាត់ A មិនកែងបន្ទាត់ B ទេប្រាប់គេតែប៉ុណ្្នឹងមកចាបន្តទៀតមកបើវាកែងវិញចាបើវាកែងប្រាប់គេទៅកែងយើងដឹងហើយយើងមកសញ្ញាផ្កាប់ T ផ្កាប់ចុះខមមកវាកែងដាក់ M កែង K ឬមួយក៏ដាក់មុខកញ្ចក់ក៏បានដែរណាចង់ដាក់តទេក៏បានពងកញ្ចក់ក៏បានដែរព្រោះឈ្មោះវាយើងស្គាល់សំដៅទៅលើឈ្មោះបន្ទាត់តោះចឹងចូលដល់កបើអត់កែងទេគាត់ប្រាប់គេថាអត់កែងទៅទោះបន្លាយទៀតក៏អត់កែងដែរវាអត់បង្កើតមុំកែងផងហ្នឹងនេះមុំដែលវាបង្កើតបាននេះអត់កែងទេអញ្ចឹងវាជាចាវាមិនមែនជាបន្ទាត់កែងទេទី4គឺគេដាក់សញ្ញាកែងប៉ុណ្ណាណៃអញ្ចឹងហ្នឹងអីមិនកែងទៀតចាសរសេរចូលទៅឥតកែងជាមួយវាយតោះទី5អត់កែងទេណាមើលពាក្យច្រឡំណាឃើញមុំនេះធំហ៎ហើយមុំនេះតូចចុះបើកែងវាមុំវា4ណាវាកែងនឹង4នាក់អញ្ចឹងណាចាអញ្ចឹងអានេះអត់កែងទេដល់ពេលចនេះមើលមួយមកមើលមួយគូមកខ្ញុំមើលមុំ M ជាមួយនឹងមុំ L នេះមើលកែងនេះចាកែងអញ្ចឹងបើ L នេះសរសេរជា L សេចេះក៏បានដែរឬក៏នៅគ្រូសេជាអក្សរប្រាំងណាកែងដាក់កែងមកកែងជាមួយ M វាកែងទៀត L នឹងដដែលកែងជាមួយ A គេទៀតកែងជាមួយ M ដាក់សេចូលជាមួយ P ទៀតអូខេចុះបើសិនជាអ្នកគ្រូបន្ទាត់មួយមកចេះវាកែងនេះមើលចាអ្នកគ្រូដាក់ឈ្មោះថាបន្ទាត់ Q អូខេបន្ទាត់ Q មិនបន្ទាត់លេខ9ទេណាចាអញ្ចឹង Q ហ្នឹងកែងជាមួយនឹងបន្ទាត់ L ទេអត់ទេចាអញ្ចឹងប្រាប់គេទៅថា L និង Q មិនកែងទេបន្តមកទៀតមកគឺតកតងជាមួយនឹងការគណនាមុំនិងគ្រូមានពីរលំហាត់ដែរយើងមកមើលសិនលំហាត់អូខេលំហាត់ទី1គណនារង្វង់មុំ XOZ គេចង់បានមុំនេះគេប្រាប់យើងថាមុំ XOY 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 គឺមុំអាធំណាចា XOY ឡើងលើឃើញទេមុំ XOY គេប្រាប់យើងថាស្មើ5ដងចាស្មើ5ដងមុំអីគេ XOZ ចាចាំនិយាយថា x ស្មើ5ដងណា1 2 3 4 5ឃើញទេចាអញ្ចឹងកន់ទៅគឺស្មើគ្នាន័យថាយើងយកមុំអីគេមុំធំមុំ XOY នេះមកអង្គន់ជា5មកចាមួយចំណែកនេះគឺអាមួយចំណែកខាងក្រោមគេនឹងឯងគឺគេហៅមុំ XOZ ហើយអញ្ចឹងធ្វើម៉េចដើម្បីកណនាដូចជាងាយណាគ្រាន់តែយើងយកមុំអីចឹងគាត់យើងចង់បានមុំ XO អីគេមុំ XOZ ចា XOZ នេះដូចគ្រាន់តែយកមុំធំណាមុំ XOY ហ្នឹងគ្រាន់តែយកមកអង្គន់ជាម៉ានយកមកអង្គន់ជា5ហ្នឹងចាចែកជា5មកមុំបាន5អង្គន់ជា5កង់មិញហើយគេប្រាប់ថា OXOY កែងគ្នាអញ្ចឹងមក OXOY កែងគ្នាមុំហ្នឹងគឺមុំកែងហើយចាមុំពីរនឹងកែងចុះបើកែង90ដឺក្រេ90ដឺក្រេចែកជា5មកចឹងកណនីទៅឃើញ18ដឺក្រេចាងាយស្រួលទេឃើញទេចឹងមុំនេះគឺ10ស្មើជាមួយនឹង18ដឺក្រេនេះមុំប៉ុណ្ណឹងគឺ18ដឺក្រេតោះចប់ហើយលំហាត់នេះចាប់ត្រឹមនេះលំហាត់ទី3គឺសាកល្បងធ្វើណាហាត់ទី3សាកល្បងធ្វើចាគេឲ្យ AM កែងគ្នាគេប្រាប់ណាគឺអត់ផលសញ្ញាកែងនៅលើរូបទេគេហើយមុំ N មុំ NAP ចាស្មើនឹង2ដងនៃមុំ PAMឃើញទេស្មើ2ដង
នេះមុំ n សំទោសណា NAP នេះស្មើនឹង2ដងនៃមុំនៃមុំនេះចាអញ្ចឹងន័យថាមុំទាំង3ហ្នឹងមិនដែរពេលដែលគេនិយាយអញ្ចឹងពេលដែលយើងអានហើយដូចជាអាមុំទាំង3ហ្នឹងគឺស្មើគ្នាអញ្ចឹងដោយសារតែមិនដោយសារតែអាមុំនេះ NAP នេះវាស្មើនឹងអាមុំ PAM នេះ2ដងហ៎អញ្ចឹងសរុបមកគឺមុំទាំង3កង់នេះគឺស្មើគ្នាអញ្ចឹងដូចតែយើងរកអីគេយើងរកមុំ NAP មុំ NAP នេះស្មើប៉ុន្មានអញ្ចឹងបើវាកែង90ហើយកាត់ជា3កង់ប៉ុនគ្នាមិនមួយកង់នឹង30ដឺក្រេเนาะចា30ដឺក្រេអញ្ចឹងបញ្ជាក់ថាមុំ NAP នេះ30ហើយមុំ PAM នេះមុំ PAM គឺអាមុំធំណា60ចាចប់ NAP 30ហើយមុំសំទោស PAM នេះ30 NAP មិញ60ដឺក្រេចប់អូខេអញ្ចឹងជួបគ្នានៅចំណុចមេរៀនបន្តទៀត